បាទអរគុណលោកបូរីដូចគ្នាសម្រាប់ខ្ញុំគឺមានមតិយោបល់ខ្លះជូនដល់បងប្អូនម្ចាស់អាជីវកម្មក្នុងស្រុកនិងម្ចាស់ក្រុមហ៊ុនធំក្នុងស្រុកសូមមានការបង្កើនការផលិតនៅផលិតផលបានកាន់តែច្រើនមួយវិញគឺតម្លៃសមរម្យដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផលក្រៅស្រុករួមទាំងគុណភាពកាន់តែល្អហើយសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរបស់ឡុងទាំងអស់គ្នាសូមចូលរួមប្រើប្រាស់និងលើកស្ទួយផលិតផលក្នុងស្រុករបស់យើងកាន់តែច្រើនផងបាទលោកតារាខ្ញុំនៅមានសំណួរមួយទៀតតើរាជរដ្ឋាភិបាលគួរតែមានវិធានការអ្វីខ្លះដើម្បីជួយសម្រួលនិងជួយជំរុញដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនធំក្នុងស្រុកដើម្បីចង្វាក់ផលិតកម្មក្នុងស្រុកកាន់តែរីកចម្រើននិងមានតម្លៃសមរម្យហើយមានគុណភាពកាន់តែល្អបាទលោកបូរីដើម្បីជួយសម្រួលនិងជួយជំរុញដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនធំក្នុងស្រុកដើម្បីចង្វាក់ផលិតកម្មក្នុងស្រុកកាន់តែរីកចម្រើននិងមានតម្លៃសមរម្យហើយមានគុណភាពកាន់តែល្អរាជរដ្ឋាភិបាលគួរតែមានគោលនយោបាយឬវិធានការសំខាន់ដូចជាទី1រាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ទៅអត្រាពន្ធដែលត្រូវកម្រិតមួយដែលសមរម្យដល់ម្ចាស់អាជីវកម្មនិងក្រុមហ៊ុនក្នុងស្រុកទី2រាជរដ្ឋាភិបាលត្រូវបង្កើននូវសមត្ថភាពទៅលើផ្នែកគ្រប់គ្រងទំនិញឬមន្ត្រីជំនាញដែលត្រូវពិនិត្យលើគុណភាពទំនិញក្នុងស្រុកទី3រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការបានតឹងរ៉ាស់បំផុតនៅទំនិញដែលនាំចូលពីក្រៅស្រុកជាពិសេសគឺទំនិញคล้ายៗឬទំនិញដែលផុតសុពលភាពឬទំនិញណាដែលម្ចាស់អាជីវកម្មក្នុងស្រុកអាចផលិតបានទី4រាជរដ្ឋាភិបាលត្រូវជួយលើកតម្កើងទៅដល់ម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់ពួកគាត់បន្តខិតខំប្រឹងប្រែងផលិតនៅទំនិញដែលមានគុណភាពនិងស្តង់ដារអន្តរជាតិហើយផ្ដល់ជាពានរង្វាន់ដល់ពួកគាត់ផងដែរបាទលោកតារាខ្ញុំសូមអរគុណដល់លោកម្ដងទៀតដែលបានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធី Bori Podcast សូមជម្រាបជូនដល់ប្រិយមិត្តនិងបងប្អូនទាំងអស់ផងដែលថាកម្មវិធីនេះនឹងមានផ្សាយជូនទស្សនារៀងរាល់មួយសប្តាហ៍ម្ដងដែលមានទាំងប្រធានបទអប់រំនិងការកម្សាន្តផងដែរខណៈពេលនេះខ្ញុំបាទ Bori និងលោកតារាសូមអរគុណនិងសូមជម្រាបលា